យូរបានចេញដើរស្រូបយកខ្យល់បរិយាកាសធម្មជាតិនៅក្បូនម្ដងហើយអារម្មណ៍នៅពេលដែលបានឃើញទិដ្ឋភាពបែបនេះហើយស្រស់ស្រាយខ្លាំងមែនតើជាពិសេសនៅពេលដែលបានអង្គុយលើវាលស្មៅហូបអីគយគន់មើលទេសភាពបៃតងខៀវខ្ចីចឹងទៅខ្យល់បក់មកល្វើយមានអារម្មណ៍ថាដូចនៅស្រុកចឹងពុកម៉ែបងប្អូនហើយអាចកាត់បន្ថយការនឹកស្រុកបានខ្លះដែរព្រោះរាល់ដងភាគច្រើនខ្ញុំនៅតែបន្ទប់ជួលនឹងឯងពុកម៉ែបងប្អូនដែលទស្សនាវីដេអូខ្ញុំកន្លងមកឃើញថាខ្ញុំថតទៅនៅបន្ទប់ជួលតែកម្របានទៅណាទៅណីខ្លាំងមែនតើពេលព្រឹកឡើងចឹងទៅរៀនថ្ងៃឡើងចេញរៀនមកឆ្លៀតធ្វើវីដេអូនៅបន្ទប់ជួលនឹងឯងកម្របានទៅណាទៅណីខ្លាំងមែនតើ ប៉ុន្តែថ្ងៃនេះដោយសារថ្ងៃសៅរ៍ចុងសប្តាហ៍អញ្ចឹងទៅមិញគាត់ចេញពីធ្វើការល្ងាចម៉ោង 4 អញ្ចឹងទៅគាត់ក៏បបួលទៅលេងមិញនៅខាងកាបូននឹងឯងចំណែកមិញនៅខាងកាបូនគាត់ក៏នាំមកលេងនៅកន្លែងវាស្មៅធម្មជាតិនេះបែបនេះពុកម៉ែបងប្អូនគឺវាស្មៅហ្នឹងគឺគេហៅថាស្ងួនពេជ្រគឺនៅជាប់កន្លែងខ្លងទ្វារវត្តស្ងួនពេជ្រនឹងឯងគឺនៅកាបូននឹងឯងពុកម៉ែបងប្អូនដែលរស់នៅខាងកាបូនគឺប្រហែលជាបានស្គាល់ហើយកន្លែងនេះគឺវាស្មៅធំទូលាយខ្លាំងមែនតើតែតែមានលេងខុនសឺតលេងអីចឹងទៅមានពុកម៉ែបងប្អូនគាត់មកហូបអីនៅកន្លែងហ្នឹងគយគន់មើលទេសភាពចឹងទៅដោយសារតែកន្លែងហ្នឹងគឺមានវាស្មៅធំទូលំទូលាយមានខ្យល់បក់មកល្វើយលហើយខ្លាំងមែនតើហើយចឹងទៅគឺល្ងាចឡើងថ្ងៃសៅរ៍ថ្ងៃអាទិត្យអីគឺគាត់តែងតែមកទស្សនានៅកន្លែងនេះបែបនេះពុកម៉ែបងប្អូនហើយថ្ងៃនេះគឺខ្ញុំទៅលើកទី1ផងដែរដែលបានមកអង្គុយលើវាស្មៅបែបនេះព្រោះរត់ដល់កម្របានទៅលេងខ្លាំងមែនតើហើយបន្ទាប់មកគឺពូគាត់ទៅទិញអីយកមកហូបនឹងឯងមានសាច់អាំងមានជ្រក់ជើងមាន់មានភេសជ្ជៈអីចឹងទៅហើយខ្ញុំរៀបចំបកនឹងឯងពុកម៉ែបងប្អូនហើយរបស់ទាំងនេះគឺខ្ញុំបានទិញតែគឺមិញគាត់អ្នកទិញឲ្យហូបនឹងឯងហើយទៅជាមួយមិញនៅចិត្តខ្ញុំនេះមួយហើយប្អូនជីដូនមួយហើយទៅលេងមិញនៅខាងកបោចឹងទៅគាត់មានយកកូនយកអីចឹងទៅណាពុកម៉ែបងប្អូនហើយនេះគឺខ្ញុំរៀបចំហូបហើយគឺហូបមើលទេសភាពធម្មជាតិខ្យល់បក់មកល្វើយមានអារម្មណ៍ថាស្រស់ស្រាយខុសពីរាល់ដងព្រោះរាល់ដងហូបទៅនៅបន្ទប់ជួលនឹងឯងហើយនេះជុំពូមិញជុំបងប្អូនជីដូនមួយចឹងទៅហើយនេះខ្ញុំទៅទិញភេសជ្ជៈយូរបានហូបម្ដងតែពុកម៉ែបងប្អូនមិនមែនហូបរាល់ថ្ងៃទេចឹងទៅហូបយូរម្ដងចឹងទៅអត់បញ្ហាទេពុកម៉ែបងប្អូនមកថាហូបរាល់ថ្ងៃចឹងទៅព្រោះអីរាល់ដងភាគច្រើនហូបតែទឹកធម្មតានឹងឯងបតាយូរបានចេញដើរម្ដងពីដំបងឡើយថាទៅរកទិញទៅអំពើបតាមានចឹងទៅក៏បដូរយកភេសជ្ជៈចឹងទៅហើយមានសាច់អាមានអីចឹងទៅពុកម៉ែបងប្អូននេះគឺស្រស់ស្រាយខ្លាំងមែនតើបានគយគន់មើលទេសភាពខុសពីរាល់ដងនៅតែបន្ទប់ជួលហូបអីនៅតែបន្ទប់ជួលប៉ុន្តែនេះបានហូបអីជុំមិញជុំបងប្អូនចឹងទៅមានអារម្មណ៍ថាស្រស់ស្រាយដែរព្រោះនៅតែបន្ទប់ជួលរៀងឯកាដែរប៉ុន្តែយូរបានចេញដើរម្ដងនឹងឯងហូបគយគន់មើលទេសភាពដល់ល្ងាចឡើងហើយកន្លែងស្ងួនពេជ្រនេះគឺមានពុកម៉ែបងប្អូនទៅទស្សនាកំសាន្តច្រើនខ្លាំងមែនតើទៅអង្គុយហូបអីចឹងទៅហើយក៏មានអ្នកលក់របស់ហូបច្រើនដែរពុកម៉ែបងប្អូនលក់នៅជាប់ផ្លូវជាតិឯងចឹងទៅអត់ពិបាករកទេហើយនៅជាប់ម្ដុំរោងចក្រនឹងឯងនៅម្ដុំខាងកាបូលនឹងឯងតំបន់សេដ្ឋកិច្ចហើយវីដេអូខ្ញុំថ្ងៃនេះក៏អត់មានអីច្រើនដែរភាគច្រើនគឺថតតែកន្លែងនេះទេគឺអត់បានធ្វើម្ហូបដូចរាល់ដងទេដោយសារយូរបានចេញដើរមើលទេសភាពម្ដងកុំឲ្យថានៅតែបន្ទប់ជួលពេកព្រោះពេលខ្លះនៅតែបន្ទប់ជួលក៏រៀនស្មុគស្មាញតែពុកម៉ែបងប្អូនព្រោះបានតាណាទៅណីទេឃើញតែជញ្ជាំងបន្ទប់ចឹងទៅប៉ុន្តែនេះបានឃើញទេសភាពបែបនេះមានអារម្មណ៍ថាដូចនៅស្រុកចឹងទៅអាចកាត់បន្ថយការនឹកស្រុកបានដែរហើយបើសិនជាពុកម៉ែបងប្អូនចូលចិត្តវីដេអូនេះខ្ញុំអីកុំភ្លេចជួយ like follow page TikTok នេះខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីជាច្រើនទៀតហើយក៏អរគុណពុកម៉ែបងប្អូនដែរដែលបានទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណច្រើនជំរាប